បាទបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំសូមបង្ហាញអំពីការលេងប៉ក់បាទល្បិចរបស់អ្នកដែលប្រើល្បិចក្នុងការលេងប៉ក់ហើយយើងមើលទាំងអស់គ្នាយើងប្រយ័ត្នប្រយែងក្នុងការអ្នកដែលចូលចិត្តលេងនោះបាទលេងតែតែចាញ់គេមិនសូវឈ្នះសោះព្រោះបាទល្បែងបើមិនមានល្បិចគឺយើងលេងឈ្នះគេទេបាទអញ្ចឹងនៅពេលដែលយើងប្រើល្បិចគឺយើងតែងតែឈ្នះគេរហូតហើយអ្នកដែលមិនដឹងល្បិចគេគឺតែងតែចាញ់គេដោយគឺថាគេលេងត្រង់នឹងយើងតាមពិតល្បិចនៃការលេងល្បែងគឺវាមានមែនបងប្អូនទាំងអស់គ្នាសូមប្រយ័ត្នការដូរបៀការសាប់បៀការជ្រែកបៀនេះគឺជាល្បិចកម្ពុជារបស់អ្នកលេងល្បែងបាទហើយក្នុងវីដេអូឃ្លីបនេះខ្ញុំសូមបង្ហាញនៅការសាប់បៀការជ្រែកបៀមួយចំនួនអំពីអ្នកការលេងហើយយើងកាច់គឺកាច់តាមសម្រួលបាទអត់មានដាក់ខ្ទយទេហើយយើងចែកវាតាមសម្រួលបៀមីគឺតែងតែផ្ទុះចនិចបាទទោះបីយើងកាច់ខំជ្រែពីមីយ៉ាងណាក៏ដោយក៏បៀមីនៅផ្ទុះបែបបាទអញ្ចឹងយើងត្រូវតែនាំគ្នាផ្អាកជុំលេងល្បែងទាំងអស់គ្នាពីព្រោះល្បែងបើសិនជាគេចិនល្បិចយើងនឹងលេងឈ្នះគេទេបើសិនណាយើងលេងតាមជាមួយគេត្រង់ទោះបីជាយើងខំផ្ទៀងមើលយ៉ាងណាក៏នៅតែមើលមិនទាន់ដែរព្រោះអីនេះគឺជាល្បិចមួយដ៏កំពូលតែយើងអាចមើលដឹងបាទហើយខ្ញុំមិនអាចបង្រៀនដល់បងប្អូនទាំងគ្នាទេបាទព្រោះតែខ្ញុំសម្ដែងបងប្អូនទាំងគ្នាបានមើលតែប៉ុណ្ណោះហើយល្បិចក្នុងការលេងល្បែងនេះមិនប្រកាសថាមានស្នៀតនេះតែប៉ុណ្ណោះបាទវានៅមានស្នៀតជាច្រើនទៀតដែលគេប្រើក្នុងការលេងដើម្បីយកឈ្នះយើងនេះគ្រាន់តែជាតិចនិចនិងតិចនិចមួយដែលគេយកមកប្រើដើម្បីធ្វើវាផ្ទុះនៅមានតិចនិចច្រើនទៀតដែលគេអាចនឹងបង្វក់អារម្មណ៍យើងយកឈ្នះយើងបានអញ្ចឹងសូមបងប្អូនប្រយ័ត្នប្រយែងក្នុងគ្នាជប់លេងទាំងអស់គ្នាអូខេសូមអរគុណ